បាទសូមជម្រាបសួរបងអាណាព្យាបាលទាំងអស់ក៏ដូចជាសួស្តីដល់បងប្អូនសិស្សនិស្សិតទាំងអស់ដែលតាមដានវីដេអូដែលខ្ញុំបានអាប់ឡូតក៏ដូចជាផុសនៅក្នុងបណ្ដា Facebook ឬក៏ YouTube បាទហើយបងដែលតាមដាននៅតាមគេដ្ឋានហើយអូននៅតាមគេដ្ឋានសូមតាមដានទាំងអស់គ្នាម្សិលមិញសន្យាថានឹងចេញវីដេអូបន្តទៀតថ្ងៃនេះឥឡូវថ្ងៃនេះក៏បានចេញដែរហើយក៏សួស្តីដល់បងប្អូនសិស្សនិស្សិតនៅក្នុងថ្នាក់ផ្ទាល់ដែរសួស្តីក៏ទាំងអស់គ្នាបាទអរគុណច្រើនគូចោអូខេថ្ងៃនេះគឺលោកគ្រូនឹងបន្តមេរៀនទៀតណាគាត់ណាបន្តមេរៀនទៀតតកតងនឹងការប៉ាន់ស្មានផលបូកម្សិលមិញយើងបានរៀនរួចនៅរួចហើយថ្ងៃនេះគឺយើងបន្តទៀតប៉ុន្តែម្សិលមិញបានតែមួយចំណុចទេគឺការប៉ាន់ស្មានផលបូកនៅពេលដែលតួហ្នឹងវាស្មើគ្នាចំណែកថ្ងៃនេះគឺបន្តពីនឹងទៀតតោះឥឡូវបងបាទទៅទំព័រមេរៀនរបស់យើងមកគឺនៅទំព័រទី27បងបាទទាំងអស់គ្នាមកណាហើយនៅអូនហើយនៅបាទតោះទំព័រទី27ឥឡូវលោកគ្រូសូមអានចំណោទបន្តិចណាតោះសប្តាហ៍ទី1ចំណុចខអូនសប្តាហ៍ទី1គេជីកប្រឡាយបានប្រវែង2150ម៉ែត្រសប្តាហ៍ទី2បាន892ម៉ែត្រសំណួរដែលគេសួរតើទាំងពីរសប្តាហ៍គេជីកប្រឡាយបានប្រហែលប៉ុន្មានម៉ែត្រម្ដងទៀតសប្តាហ៍ទី1គេជីកប្រឡាយបានលោកគ្រូសំបត់សភៅអធិស្ឋានគេជីកប្រឡាយបានម៉ាន2000ម៉ានអូ2000ម៉ាន150ម៉ែត្រហើយសប្តាហ៍ទី2បានម៉ានបាទហើយទៅគេសួរថាតើទាំងពីរសប្តាហ៍គេជីកប្រឡាយបានប្រហែលប៉ុន្មានម៉ែត្របើកាលណាគេសួររកតម្លៃប្រហែលមានន័យថាគេឲ្យយើងប៉ាន់ស្មានហើយបើកាលណាគេឲ្យយើងប៉ាន់ស្មានអូនត្រូវតែបង្កត់ចំនួនសិនធម្មតាលេខហ្នឹងបើយើងអានចំណត់មិញលេខហ្នឹងគេធ្វើប្រមាណវិធីអីអូនប្រមាណវិធីបូកបាទនេះប្រមាណវិធីបូកលោកគ្រូស្អីហើយប៉ុន្តែយើងមិនអាចដាក់សញ្ញាស្មើបានទេព្រោះគេសួររកតម្លៃប្រហែលអញ្ចឹងយើងដាក់សញ្ញាប្រហែលគេឲ្យប៉ាន់ស្មានទៅណាគេសួររកតម្លៃប្រហែលមិនគេឲ្យយើងប៉ាន់ស្មានអញ្ចឹងយើងធ្វើការប៉ាន់ស្មានទាំងអស់គ្នាតោះហើយតើតើនឹងការប៉ាន់ស្មានផលបូកនេះដែរនិយមន័យដែរលោកគ្រូបាននិយាយម្សិលមិញណាអូននឹងស្រាប់ហើយការប៉ាន់ស្មានផលបូកគឺធ្វើម៉េចដំបងធ្វើម៉េចបង្កត់តួបូកនីមួយត្រឹមខ្ទង់ធំបំផុតរួចអីគេទៀតអូនរួចធ្វើប្រមាណវិធីបូកតើអត់បាទប៉ុន្តែនិយមន័យនេះគឺគេសម្រាប់នៅពេលដែលម្នាក់តួនឹងមានខ្ទង់ស្មើគ្នាអូថោថាធ្វើខ្ទង់100ទាំងពីរអញ្ចឹងណាធ្វើខ្ទង់1000ទាំងពីរទៅប៉ុន្តែឥឡូវនេះគឺខាងនេះខ្ទង់1000ណារាយ10 100 1000ខាងនេះរាយ10 100អញ្ចឹងវាអត់ស្មើណាអញ្ចឹងមានបញ្ញត្តិថ្មីមួយទៀតតោះមកឥឡូវចាប់ផ្ដើមលោកគ្រូសុំសេជាជួឈបូក892អញ្ចឹងយើងប៉ាន់ស្មានអញ្ចឹងគេឲ្យយើងរកតម្លៃប្រហែលអញ្ចឹងយើងត្រូវបង្កត់ចំនួនសិនណាបង្កត់ទៅអានេះគឺជាសញ្ញាបង្កត់ទៅណាលោកគ្រូសុំសរសេរទៅព្រួយអញ្ចឹងបានហើយប៉ុន្តែនេះគឺបង្កត់ទៅបង្កត់ធ្វើឲ្យវាកត់ណាតោះអញ្ចឹងតើគេបង្កត់យ៉ាងដូចម្ដេចម្ដងទៀតដើម្បីប៉ាន់ស្មានផលបូកយើងត្រូវបង្កត់តួបូកនីមួយត្រឹមខ្ទង់ធំបំផុតរួចធ្វើប្រមាណវិធីបូកប៉ុន្តែពេលប៉ុន្តែនោះអូនឯងត្រូវចងចាំណាប៉ុន្តែបើសិនជាករណីវាមានម្នាក់តួទាំងពីរហ្នឹងមានខ្ទង់អត់ស្មើគ្នាយើងត្រូវបង្កត់ត្រឹមខ្ទង់ធំបំផុតនៃតួដែលមានខ្ទង់តិចជាងគេតោះណាបាទឥឡូវទាំងពីរហ្នឹងលោកគ្រូសុំសរសេរម៉ែនេះអត់ស្មើល្អទេនេះខ្ទង់ធំបំផុតនៃតួដែលមានខ្ទង់តិចអញ្ចឹងខាងលើនិងខាងក្រោមមានណាគេធំជាងណាគេមានខ្ទង់តិចជាងបាទខាងក្រោមមានខ្ទង់តិចជាងអញ្ចឹងអូនមើលរាយ10 100វាមានត្រឹមខ្ទង់100ឯងអញ្ចឹងយើងត្រូវតែបង្កត់ត្រឹមខ្ទង់ធំបំផុតនៃតួដែលមានខ្ទង់តិចគឺត្រឹមលេខ8ម្នាក់ខ្ទង់100កាលណាបង្កត់
អាខាងក្រោមនឹងត្រឹមខ្ទង់រយចឹងហើយអាខាងលើក៏គត់ត្រឹមខ្ទង់រយដែរត្រូវចាំនៅណាបាទដល់ពេលយើងមកគត់ត្រឹមខ្ទង់រយបងអូនត្រូវមើលលើកន្លែងណាមើលលើខ្ទង់អីបាទល្អណាស់តែដែរបងសាទរឲ្យមិត្តភក្តិមួយបាទតោះបងគត់ត្រឹមខ្ទង់10ឥឡូវមើលតួខាងលើនេះខ្ទង់10នេះលេខប្រមាណលេខម៉ានអូលេខម៉ានបាទលេខ5យើងគត់ចុះឬគត់ឡើងបាទល្អណាស់អញ្ចឹងកាលណាយើងប្រកួតឡើងមានន័យថាបូកបន្ថែមអាលេខយើងត្រូវប្រកួតហ្នឹងមួយលេខតោះណាចំណែកខាងក្រៅទៅជាលេខអីបាទវាខ្លាយជាលេខ00ណាបើវាមាន2ខ្ទង់អញ្ចឹង0 2ខ្ទង់ពីក្រោយអញ្ចឹងអានេះដំបងវា21ថែមមួយទៀតវាឡើង20ម៉ានអូនបាទ22ចុះខាងក្រោយមានម៉ានខ្ទង់ទៀតលេខអីគេវិញវាខ្លាយទៅជាលេខ0បាទល្អណាស់អញ្ចឹងដាក់សញ្ញាលេខបូកចុះខាងក្រោមប្រកួតតំទងរយបងអូនមើលទៅទងណាទៀតទង10ទង10ជាលេខប្រមាណលេខម៉ានអូនអញ្ចឹងលេខ9តើយើងប្រកួតឡើងឬប្រកួតចុះអូឡើងដូចគ្នាអញ្ចឹងឡើងមានថាបូកបន្ថែមអានេះមួយលេខហើយអាខាងស្ដាំដៃហ្នឹងទៅជាលេខអីវិញបាទបើមាន2អញ្ចឹង0ទាំង2ហើយណាអញ្ចឹងទៅជាលេខម៉ាននេះ8 + 1ទៅជាម៉ាន9 0 0រួចកណនីធម្មតា0 + 0 0 + 0 2 + 9 11សេលេខត្រាតុក2 + 1ឬក៏1 + 2ម៉ាន3អញ្ចឹងអូនឃើញមើលតាគេជីកបន្លាយបានទាំងពីរមានតែទាំងពីរសប្តាហ៍នោះបានប្រហែលប្រមាណម៉ែត្រ3100ម៉ែត្រតោះណាបាទគឺបានប្រហែល3100ម៉ែត្រឥឡូវអូនយល់ទាំងអស់គ្នាអត់អូនអ្នកខ្លះយល់លើកដៃអ្នកយល់លើកដៃបាទឥឡូវតែដៃអបសាទរមួយមើលបាទអញ្ចឹងមើលបន្តទៀតតាមនិយមន័យមិញមាន2ចំណុចណាពេលដែលវាខ្ទង់ស្មើគ្នាគឺគេធ្វើផ្សេងនៅពេលដែលខ្ទង់អត់ស្មើគ្នាគេធ្វើផ្សេងតោះឥឡូវលោកគ្រូមានលំហាត់មួយទៀតនៅពេលដែលឧទាហរណ៍បើសិនជាអានេះលក្ខណៈថាយើងបូកតែ2ខ្ទង់ឯណាអានេះមានខ្ទង់ពាន់អានេះខ្ទង់រយឥឡូវឧទាហរណ៍ប៉ុណ្ណេះវិញអូនមើលទាំងអស់គ្នាតោះឧទាហរណ៍3265បូក195